សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែលោកគ្រូមានយុទ្ធសាស្ត្រចែករំលែកដល់កូនទាំងអស់ដែលត្រៀមប្រឡងថ្នាក់ទី12ចំណុចទី1ថែរក្សាសុខភាពឲ្យបានដើម្បីទទួលបានជោគជ័យដើម្បីរក្សាសុខភាពហ្នឹងគឺកូនត្រូវសម្រាកចាប់ពីម៉ោង10យប់បើម៉ោង10យប់គឺសម្រាកអត់ត្រូវរៀនដាច់យប់ទេហើយម៉ោង5កន្លះឬម៉ោង6ត្រូវងើបជារៀងរាល់ថ្ងៃហើយចាប់ផ្ដើមធ្វើពីថ្ងៃនឹងរហូតដល់ថ្ងៃប្រឡងអត់ត្រូវរៀនដាច់យប់ត្រូវងើបព្រឹកឡើងម៉ោង5កន្លះទៅម៉ោង6ម៉ោង5កន្លះឬម៉ោង6កូនត្រូវស្រស់ស្រូបអាហារឲ្យបានឆ្អែតហើយអាហារនោះត្រូវមានជីវជាតិទោះបីកូនមិនទម្លាប់ញ៉ាំអាហារពេលព្រឹកក៏ដោយព្រោះចូលទៅក្នុងបរិវេណប្រឡងអត់មានឆ្លៀតទៅញ៉ាំអីបានទេមកក្បែរលបងក៏គេមិនឲ្យមកដែរលើកលែងតែទៅបន្ទប់ទឹកមួយគត់យ៉ាងម៉ោងទី1ចប់គេឲ្យយើងអង្គុយក្នុងនោះឬក៏ក្នុងដែលអាគារដែលយើងប្រឡងនឹងមិនអាចចេញទៅក្រៅបានទេដូច្នេះពេលព្រឹកនឹងកូនត្រូវហាត់ញ៉ាំរាល់ព្រឹកឲ្យលោកគ្រូទៅជាមួយសិស្សពូកែនឹងអត់ធម្មតាទេបាយគាត់មកចានឡើងកំពុងអញ្ចឹងសាច់មាន់3ផ្លូវ4ផ្លូវអីគាត់ពួយទៅអស់ព្រោះតែយើងប្រឡងអន្តរជាតិអត់មានសុំហូបបាយទេដល់ថ្ងៃត្រង់ដឹងគេដាក់ឲ្យយើងហូបទេបាយនឹងសណ្ដែកដីលីងហើយយើងហូបចូលអត់អត់ប៉ុន្តែកម្លាំងយើងនៅមានហើយដល់ពេលល្ងាចយើងហូបម៉ាសេរីប៉ុន្តែពួកយើងលោកគ្រូសុំត្រង់នឹងបន្តិចពេលមុនថ្ងៃប្រឡងហាមទឹកដោះគោឆៅព្រោះនៅក្នុង probability វាអាចមានមួយកំប៉ុងណានោះដែលមានបាក់តេរីធ្វើឲ្យយើងរាកយើងបើអាចជាបានជាព្រោះអានឹងវាជាអាហារបំពន់ដែរប៉ុន្តែបើអាចជាបានយើងជាអារឿងទឹកដោះគោឆៅពីសេះគឺឡាតេកណាឡាតេគេដាក់ទឹកដោះគោមកហើយព្រោះអានឹងធ្វើម៉េចកុំឲ្យយើងងុយគេងទៅធ្លាប់ផឹកទៅវាអត់មានអីទេធ្លាប់ផឹកទៅបាទអញ្ចឹងបន្ទាប់មកទៀតម៉ោងថ្ងៃត្រង់ក៏ត្រូវសមដែរគឺញ៉ាំបាយមួយចានចង្កឹះបានហើយបាទញ៉ាំបាយមួយចានចង្កឹះបានហើយកូនត្រូវចាំថាម៉ោង1កន្លះសាលាគេបើកទ្វារឲ្យយើងចូលហើយបើម៉ោង1កន្លះយើងនៅងក់ហ្នឹងដោយសារអីពុលបាយហ្នឹងរួមមានជាតិអាល់កុលនៅក្នុងសរសៃឈាមយើងកើនឡើងទោះបីប្រឹងទប់អ្មិនក៏ដោយកាលណាអាល់កុលកើនឡើងឈាមយើងរាវពេលនោះវានឹងផ្ដាច់គន្លឹះឲ្យយើងដេកលក់អញ្ចឹងអាដេកលក់នឹងងុយដេកនឹងសង្ឃឹមថានីទេអេវានឹងរត់ចោលយើងហើយអញ្ចឹងសុខភាពនឹងសំខាន់ណាស់បាទនេះគឺការថែរក្សាសុខភាពនិងរៀបចំការហូបចុកឲ្យត្រូវនឹងកលៈទេសៈរបស់យើងឥឡូវយើងចូលទៅដល់យុទ្ធសាស្ត្រនៃការត្រៀមប្រឡងបញ្ហាសុខភាពអញ្ចឹងទី1កូនមានឯកសារគ្រប់គ្រាន់ហើយឬនៅសួរខ្លួនឯងមានឯកសារគ្រប់គ្រាន់ហើយឬនៅប្រមូលរៀបចំដាក់ជុំវិញខ្លួនយើងហើយឬនៅរៀនគ្រប់មុខទាំងអស់កូននិយាយមិនណាកូនឡើងចែកបទពិសោធន៍ដើម្បីទទួលបាននីតិអេហ្នឹងរៀនគ្រប់មុខទាំងអស់ហើយលោកគ្រូថែមមួយទៀតអាគ្រប់មុខហ្នឹងបើថាគណិតវិទ្យាពីដើមដល់ចប់សភៅគណិតបានចូលរូបនិយាយចឹងប៉ះពាល់ខាងសង្គមណាបាទជាប់គណិតចូលខ្មែរចូលអីចឹងទៅបាទហ្នឹងពេលវេលាប៉ុន្តែបើគរុកសលគេចែកអ្នកដែលមុខវិជ្ជាដែលពិបាកគេឲ្យរៀនពេលព្រឹកប៉ុន្តែចំណងចំណូលចិត្តយើងនេះព្រោះងើបពីដេកឡើងធម្មពលយើងនៅមាន
ខួរក្បាលយើងអត់តាន់ណែតអត់តាន់ផ្ទុកអ្វីទេអញ្ចឹងគេឲ្យយើងរៀនមុខវិជ្ជាដែលពិបាកអញ្ចឹងលោកគ្រូចង់បញ្ជ្រាបការរៀននៅសតវត្សទី21តាមវិធីសាស្ត្រ Bloom taxonomy បាទ Bloom taxonomy នេះនៅសតវត្សទី21យើងប្រើកិរិយាសព្ទហើយយើងដូរបន្តិចអញ្ចឹងចំណុចទី1ដោយកូននីតេអេអញ្ចឹងបាទចងចាំពេលគាត់ឡើងនិយាយបាទជាទម្លាប់លោកគ្រូតែអានហ្នឹងមិនសូវនេះទេចូលចិត្តនិយាយក្រៅបាទអញ្ចឹងចំណុចទី1ហ្នឹងគឺចងចាំប៉ុន្តែនៅសតវត្សទី20គេបញ្យល់ផ្សេងអញ្ចឹងលោកគ្រូអ្នកគ្រូមួយចំនួននៅប្រើ Bloom taxonomy សតវត្សទី20ឯងយល់អត់កូនយល់អត់កូនតែសតវត្សទី21អត់ទេចាំទេកូនចងចាំទេកូនហើយធ្វើម៉េចឲ្យយើងចាំគ្រូត្រូវនិយាយឲ្យច្រើនប៉ុន្តែឥឡូវយើងមានពេលជួបគ្រូណាបងអស់គ្រូណាបាទអញ្ចឹងមានមិត្តភ័ក្តិអង្គុយជុំគ្នាអានឲ្យគ្នាស្ដាប់ម្ដងម្នាក់ហើយបើនៅក្នុងសាលានិយាយឲ្យបានច្រើនដល់និយាយច្រើនពេកទៅដល់ផ្ទះនិយាយច្រើនពេកប៉ុណ្ណឹងថ្ងៃនេះមិនដូចចម្លែកមែនតែពេលឯងនិយាយណែនតែអូសុំទោសស្មានតែអូនឯងជាកូនសិស្សបាទវារេផ្លេចអត់ថារេផ្លេចអត់លក្ខខណ្ឌបាទនិយាយដែរបាទតែអញ្ចឹងដល់ពេលហ្នឹងគឺយើងត្រូវតែទន្ទិញឲ្យចាំអត់មានឱកាសអង្គុយធ្វើលំហាត់ទៀតទេសល់មួយខែនេះអញ្ចឹងអានវិញ្ញាសាស្តង់ដាកាន់ប៊ិចកាន់ក្រដាសបើកន្លែងណាមិនយល់យើងអាចអង្គុយគិតអង្គុយសរសេរបន្តិចអញ្ចឹងដំបូងថ្ងៃទី29ដំបូងយើងខោនតោនរាប់ថយក្រោយហាក់បីដូចជាយើងសង្ខេបច្រើនណាស់តែចង់បញ្ចប់ថ្ងៃប្រឡងយ៉ាងច្រើនសល់មួយទំព័រទេសល់មួយទំព័រទេបាទអញ្ចឹងអ្វីដែលយើងចាំយើងលុបវាចោលអ្វីយើងចាំយើងលុបវាចោលអាណាមិនតាន់ច្បាស់យើងមើលទៀតអញ្ចឹងសភៅគណិតមួយចប់មើលមិនគេបើកមើលកន្លែងនេះដូចមិនសូវច្បាស់អាចណោតទេតុកអញ្ចឹងស្អែកមើលទៀតមើលទាំង7មុខវិជ្ជានឹងជារៀងរាល់ថ្ងៃបាទជារៀងរាល់ថ្ងៃអញ្ចឹងនេះគឺជាការត្រៀមខ្លួនបាទអរគុណច្រើនកូនស្រីនីតេអេដែលផ្ដល់យោបល់នឹងអត់មានបន្ថយដៃទេកូនអត់មានទេ12ឆ្នាំដែលយើងចំណាយពេលសម្ដេចតេជោលោកប្រើពាក្យវិនិយោគលើវិស័យអប់រំចុះពួកយើងក៏កំពុងតែវិនិយោគដែរប៉ុន្តែយើងវិនិយោគពេលវេលាម៉ាក់ប៉ាវិនិយោគថវិកាឲ្យកូនរៀនវិនិយោគពេលវេលាបីបាច់ថែរក្សាយើងអញ្ចឹងយើងក៏វិនិយោគដែរពេលវេលា12ឆ្នាំនេះគឺយើងត្រូវប្រឹងហើយដូចគ្រូនិយាយអញ្ចឹងដាក់គោលដៅឲ្យខ្ពស់នីតេអេអញ្ចឹងទៅអត់ខុសច្បាប់ទេណាបើមានអ្នកខ្លះបានអេឲ្យយំទៀតតែមិនបានយំគាត់ចង់បានអេលេខ1ណែដោយសាលាសវណ្ណភូមិអញ្ចឹងគាត់ដាក់បង្កើនចំនួនសិស្សនីតេអេបាទអត់មានខុសច្បាប់ទេគឺការចង់បានរបស់មនុស្សហើយអេឲ្យយំហើយខ្លួនឯងបានអេបានយំចង់បានអេលេខ1ទៀតអញ្ចឹងយើងចង់រក្សាលេខ1ហ្នឹងលេខ1ហ្នឹងបាទអាហ្នឹងជាកិត្តិយសរបស់លោកគ្រូអ្នកគ្រូបន្តទៀតគឺជាចំណុចសំខាន់ចូលទៅដល់ថ្ងៃតាមពិតយើងដឹងមុនហើយភ័យក្រសួងនឹងប្រកាសប្រាប់យើងថាយើងប្រឡងនៅមណ្ឌលណានោះប៉ុន្តែថ្ងៃទី9ខែសីហាឆ្នាំ2026នេះវេលាម៉ោង9ព្រឹកគ្រប់មណ្ឌលទាំងអស់គឺបើកទ្វារអនុញ្ញាតឲ្យបេក្ខជនចូលទៅមើលលេខបន្ទប់លេខតុពិសេសមើលហើយមិនមែនមកផ្ទះទេទៅមើលឲ្យដល់បន្ទប់ដែលកូនអង្គុយប្រឡងមើលដល់បន្ទប់ដែលយើងអង្គុយប្រឡងហើយសាប់ផ្ដើមអង្គុយសាកលោមើលធៀបទៅនឹងសវណ្ណភូមិយើងវាខុសគ្នាដែរសាលារដ្ឋមានតែចង្ហាល់ទេអត់មានសិនជាក់ទេកូនសាកអង្គុយមើល
màu muối anh coi trong thạ nâng bàn pi màu thế nâng gà vớt hát đôi thể hiện chắc á ổn bà dương thom sợ bán phun dương mà xin chạ lắm trâu tới con là đom đôi bỏ miền này cái đây bà cái này thì sói nhặng coi chóm chua cái đá chẳng hạn mình là khang khang thiết trong khoa oxygen thế bà chẳng từ mơ ở đo bẩn tục mơ đo bẩn tục bà chẳng lẹ khăn này ca bỏ lòng liền nế cờ xuống ọp rôm nâng bà ca chun dương hai nâng bà ca chun dương hai chẳng dương từ mơ ở đo bẩn tục bà chẳng anh ấy dây phí ngày thì cũng buồn cho ngày thì đọcយ៉ាងម៉េចថ្ងៃទី10ថ្ងៃពិសេសយកមកអ្នកខ្លះចេះសួរថាថ្ងៃណាថ្ងៃពិសេសទេថ្ងៃប្រឡងហ្នឹងក៏ពិសេសថ្ងៃរៀបការក៏ពិសេសដែរបាទអញ្ចឹងបើពិសេសសម្រាប់មនុស្សគឺមានច្រើនណាស់មិនមែនមានតែមួយថ្ងៃទេអញ្ចឹងយើងប្រឹង12ឆ្នាំសម្រាប់ថ្ងៃទី10ខែសីហាហ្នឹងហើយអង្គ6កន្លះព្រឹកគឺមណ្ឌលប្រឡងនឹងបើកហើយបើបានម៉ោង6កន្លះព្រឹកកូនចូលទៅយ៉ាងពេលនោះកូននឹងឃើញគេសួររកអីគេសួររកកាតគេនឹងឆែកブរីយ៉ុងឆែកអីយើងអញ្ចឹងយើងត្រឡប់ថយក្រោយវិញមុននឹងចេញពីផ្ទះទៅយើងត្រូវមានបានសម្គាល់ខ្លួនបានសម្គាល់ខ្លួនសំខាន់ណាស់ត្រូវមានបិចត្រូវមានបន្ទាត់ពិសេសយើងដាក់កាបូបក៏ដាក់ទៅតែកាបូបហ្នឹងសូមឲ្យកាបូបថ្លាកុំឲ្យគេរូតកាបូបយើងគាត់តែឃើញនៅឃើញអូមានតែបិចឯហ្នឹងបន្ទាត់ទេឃើញទេអញ្ចឹងលោកគ្រូសូមផ្ដល់គំនិតមួយប្រសិនដល់មណ្ឌលប្រឡងហើយយើងភ្លេចកាតឬក៏យើងបាត់កាតដោយប្រការណាមួយនោះអត់មានវិលមកផ្ទះវិញទេអញ្ចឹងសួរបងហ្នឹងគេណែនាំយើងទៅគណៈកម្មការកណ្ដាលគេនឹងសួរឈ្មោះនឹងសួរអីគេមើលរូបយើងនឹងអាល់ប៊ុមបើដូចហើយគេចេញឲ្យមកហើយយើងចូលទៅប្រឡងហើយបញ្ហាមួយទៀតរឿងទូរស័ព្ទហាមយកចូលដៃខាតយកទៅក៏គេអត់ទទួលមកយើងដែរអត់ទទួលទេគេដេញឲ្យយើងយកចេញមកក្រៅហើយមិននឹងយកផ្សាណាពេលនោះគឺយើងកុនការធំហើយកុនការធំហើយអញ្ចឹងអត់មានច្រឡំយកទូរស័ព្ទចូលទេហើយលោកគ្រូអ្នកគ្រូក៏អត់មានទទួលបញ្ញាទូរស័ព្ទរបស់យើងដែរអញ្ចឹងអត់ត្រូវយកចូលទេហើយកូនស្រីនិយាយមិញគឺត្រឹមត្រូវនាឡិកាប៉ុន្តែនាឡិកាហ្នឹងត្រូវតនិចមិនមែននាឡិកាកាស្យូទេបាទនាឡិកាហ្នឹងដើរដោយតនិចបើសិនជានាឡិកាកាស្យូគេអត់ឲ្យយកចូលទេហើយគេក៏អត់ទទួលបញ្ញាឲ្យយើងដែរយើងយកទុកណាទុកទៅអញ្ចឹងនាឡិកាហ្នឹងក៏ត្រូវជ្រើសរើសដែរបាទអញ្ចឹងចូលទៅដល់ចំណុចបន្ទាប់ទៀតយើងចូលទៅដល់បន្ទប់ហើយអញ្ចឹងជាទូទៅបេក្ខជនចូលទៅដល់បន្ទប់មុនពេលចែកញ្ញាសារ15នាទីអនុរិយគេធ្វើការហៅឈ្មោះទៀងទាត់អញ្ចឹងរយៈពេល15នាទីហ្នឹងយើងសម្រួលកុំឲ្យភ័យកុំឲ្យអីបើភ័យប្រឹងដកដង្ហើមឲ្យវែងបើងុយគេងបោចសក់ខ្លួនឯងឃើញទេអត់មានអីមកងុយគេងស្មើនឹងទេប៉ុន្តែជួនកាលវាភ័យហ្នឹងវាបាត់ងុយគេងបាទភ័យបាត់ងុយគេងមកស្វាងហ្មងបាទស្វាងបាទអញ្ចឹងដកដង្ហើមឲ្យវែងបាទនៅពេលនោះអនុរិយនឹងចែកក្រដាសវិញ្ញាសាហើយយើងត្រូវបំពេញអ្វីដែលសំខាន់កូនអត់ត្រូវដូរហត្ថលេខាទេយ៉ាងហត្ថលេខានៅលើអាល់ប៊ុមរបស់យើងនៅលើសាលាក្បានឯកតាជនរបស់យើងគេនឹងឆែកបើកាលណាឃើញហត្ថលេខាខុសគឺសង្ស័យបេក្ខជនមកប្រឡងជំនួសសួរមានអត់ប៉ុន្តែសួរថាអាចមានទេព្រោះអត់ដឹងដែរប៉ុន្តែបើកូនភ្លោះហេងសយមុខដូចគ្នាមើលអាល់ប៊ុមទៅប៉ុន្តែសញ្ញាខុសគ្នាអញ្ចឹងហត្ថលេខានៅលើស្លឹកកិច្ចការនឹងត្រូវតែដូចហត្ថលេខាដែលយើងដាក់ពាក្យណាបាទអញ្ចឹងវិញ្ញាសាចូលមកដល់ដៃហើយ
ពេលនោះកូនកុំអាលតក់កុហលលោកគ្រូឆ្អែតហើយដើរមើលឃើញហើយជាទូទៅឲ្យតពឹបធ្វើអាទី1ទី2ទី3កុំអាលមើលសិនហើយនៅលើលេខ1រមាំងបានបន្ទុកប្រមាណលេខ2រមាំងបានបន្ទុកប្រមាណលេខ3រមាំងបានបន្ទុកប្រមាណមើលហើយយើងចេះមួយណាធ្វើមួយនឹងចេះមួយណាធ្វើមួយនឹងហើយលោកគ្រូក៏មានវិបដិសារីមួយតែលោកគ្រូនៅចងចាំអត់ភ្លេចការបង់លេខត្រូវបង់នៅក្នុងបន្ទាត់ហើយសិស្សមួយនឹងប្រាប់7មុខគាត់មិនព្រមធ្វើស្ដាប់គាត់បង់លេខអារ៉ូម៉ាំងនឹងចេញក្រៅបន្ទាត់រហូតអញ្ចឹងអាបង់លេខរ៉ូម៉ាំងកខនឹងនៅក្នុងបន្ទាត់អត់មានដាក់នៅក្រៅបន្ទាត់នេះចុងបញ្ចប់យើងហៅគាត់មកធ្វើកំណត់ហេតុធ្វើកំណត់ហេតុពេលលោកបានគាត់ស្រក់ទឹកភ្នែកមិនដឹងអ្នកណាប្រាប់គាត់អនុរិយមួយមកប្តឹងលោកគ្រូពីរមកប្តឹងលោកគ្រូ3មកប្តឹងលោកគ្រូចុងបញ្ចប់ត្រូវធ្វើកំណត់ហេតុហើយតែកំណត់ហេតុអីគេមិនតម្លាក់ទេវាចូលករណីកាយពិសេសបាទគេមិនមែនតម្លាក់យើងទេអញ្ចឹងត្រូវស្ដាប់ការណែនាំរបស់អនុរិយអញ្ចឹងកូនធ្វើមួយណាមុនក៏បានធ្វើរួចហើយនោះដោយកូនស្រីនិយាយនោះហើយមុន10នាទីជារឿងល្អប៉ុន្តែកូនចាំណាពេលដែលកូនចូលនឹងជួងមើលនៅសល់15នាទីទៀតអញ្ចឹងបើហើយកិច្ចការមុន15នាទីល្អណាស់ល្អមែនតែនមើលហើយមើលទៀតមើលហើយមើលទៀតអញ្ចឹងត្រូវធ្វើការបែងចែកពេលវេលានេះនាឡិកានេះសំខាន់ណាណាអញ្ចឹងបើយើងអ្នកដែលខ្លាំងណាគេដឹងណាអានេះត្រូវធ្វើប៉ុណ្ណេះនាទីអានេះប៉ុណ្ណេះនាទីអានេះប៉ុណ្ណេះនាទីប៉ុណ្ណេះនាទីគេធ្វើបណ្ដាមើលមកម្ដងបានទេបាទដល់យើងអត់បានបែងចែកអាពេលវេលានឹងទេយើងធ្វើអត់ចប់ទេអត់ចប់ជាប់បើកូនចេះវាយតម្លៃអត់ឥឡូវគេដាក់5សំណួរហើយកុំភូនម៉ាក់កុំភូនប៉ាហើយកុំភូនខ្លួនឯងបើយើងធ្វើបាន3រមាំងរាយការជូនម៉ាក់ភ្លាមបាន60%បើធ្វើបាន4រមាំង80%នីតិអេsay goodbye ណាចូលបើបាន5រមាំង100%អញ្ចឹងនីតិអេ welcome យើងបាទណាបាទអញ្ចឹងអាពេលវេលាហ្នឹងត្រូវបែងចែកទៅអ្នកដែលខ្លាំងអញ្ចឹងត្រូវមើលមានជាទូទៅទេអ្នកចេញភាសាក៏គេវាយតម្លៃដែរកូនគេឲ្យចេញអាស្រួលមុនតាមលំដាប់អញ្ចឹងទៅណាចេញអាស្រួលមុនអញ្ចឹងមកបន្តអញ្ចឹងមកប៉ុន្តែយើងមើលមកចប់មកអាណាបានលំមាត់ច្រើនហើយយើងចេះទៀតធ្វើអានឹងទៅតែកុំភ្លេចដាក់លេខរៀងបាទនេះកូនបាទអញ្ចឹងកូនចេះមួយណាធ្វើមួយនឹងមុនហើយមុខវិជ្ជាដែលតกระดาษកុំភ្លេចគឺមានមជ្ឈលសម្រាប់ផ្ទាស់គណៈកម្មការគេនឹងណែនាំបើយើងមិនផ្ទាស់ទេពេលយកមកវាអាចបាត់មួយស្លឹកបាត់បន្ទុកបដ ாய் អញ្ចឹងមួយឆ្នាំវេទនាណាអារឿងតกระดาษនឹងកូនវេទនាមែនតើណាយ៉ាងกระดาษយើងតម្រាំនឹងចេញលទ្ធផលឆ្លងកាត់មនុស្ស 4-5 នាក់យ៉ាងទី1លោកគ្រូត្រូវដឹកបញ្ជូនពីមណ្ឌលប្រឡងយកទៅដាក់ក្រុមមុខវិជ្ជាដល់ទី3បួកប៉ាវចិនគេកាត់ក្បាលយើងមកបាទកាត់ក្បាលទៅអញ្ចឹងអ្នកកែហ្នឹងអត់ដឹងស្លឹកអ្នកណាទេបាទអញ្ចឹងពេលកែហ្នឹងឧបញ្ញរដ្ឋមន្ត្រីឲ្យរដ្ឋលេខាធិការប្រចាំការឲ្យរដ្ឋលេខាធិការទទួលបន្ទុកតាមមណ្ឌលប្រឡងមួយចុះមកពិនិត្យឲ្យពិនិត្យទៀតអញ្ចឹងកូនត្រូវមានទំនុកចិត្តនៅលើលោកគ្រូអ្នកគ្រូដែលចូលរួមធ្វើអត្រាកំណែអត់មានគ្រូរូបតកែគីមីគ្រូគីមីមករូបអត់ទេមណ្ឌលប្រឡងមណ្ឌលកំណែរូបផ្សេងមណ្ឌលកំណែគីមីផ្សេងអញ្ចឹងអត់មានច្បុកច្បល់គ្នាទេបាទនេះគឺជាការផ្ដាំផ្សាហើយជាទីបញ្ចប់នេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទចំពោះលោកអុកញ៉ាជាទីឡាយនិងលោកជំទាវដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបាទចូលរួមចែករំលែកដល់កូនថ្នាក់ទី12ដែលត្រៀមប្រឡងនៅថ្ងៃទី
ខែសីហាឆ្នាំ2026ខាងមុខនេះនឹងសូមប្រសិទ្ធពរជ័យដល់កូនទាំងអស់សូមឲ្យទទួលបានជោគជ័យលទ្ធផលល្អប្រសើរដោយដែលយើងប្រាថ្នានិងចង់បញ្ចប់សូមគោរពជូនពរពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈបណៈនិងបដិវិណៈកំបីគ្រៀងគ្រៀបាយអរគុណច្រើន សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា